ភិបាលខេត្តតាកែវអំពាវនាវដល់ពលករពលករនីដែលវិលត្រឡប់មកពីប្រទេសថៃអាចមកដាក់ពាក្យធ្វើការនៅខេត្តតាកែវដែលកំពុងត្រូវការកម្មករជាង 10000 នាក់អភិបាលខេត្តតាកែវលោកពីសំណាងនៅថ្ងៃសុក្រទី13ខែមិថុនានេះបានថ្លែងឲ្យដឹងថាខេត្តតាកែវកំពុងមានតម្រូវការបន្ទាន់នៅកម្លាំងពលកម្មជាកម្មការនីប្រមាណ 14000 នាក់ដើម្បីបំពេញនៅតម្រូវការទៅតាមបណ្ដារោងចក្រសហគ្រាសដែលនេះជាឱកាសមួយដល់បងប្អូនកម្មការនីដែលទើបតែវិលត្រឡប់មកពីប្រទេសថៃអាចនាំគ្នាដាក់ពាក្យចូលមកបម្រើការតាមរោងចក្រសហគ្រាសទាំងនោះបានលោកវីសំណាងបានថ្លែងទៀតថាខ្ញុំសូមអំពាវនាវដល់បងប្អូនកូនក្មួយដែលជាពលករពលករនីដែលទើបត្រឡប់មកពីប្រទេសថៃវិញដែលមិនទាន់មានការងារធ្វើហើយដែលចង់បម្រើការងារនៅតាមបណ្ដារោងចក្រសហគ្រាសដែលនៅជិតផ្ទះនិងមិនចង់ធ្វើការចំណាក់ស្រុកតទៅទៀតអាចធ្វើការទំនាក់ទំនងទៅកាន់មន្ទីរការងារខេត្តតាកែវផ្ទាល់ឬតាមរយៈលេខទូរស័ព្ទដែលអាជ្ញាធរនឹងប្រកាសជូនបើតាមលោកអភិបាលខេត្តវីសំណាងក្នុងឆមាសទី1ឆ្នាំ2025នេះខេត្តតាកែវមានរោងចក្រសហគ្រាសថ្មីចំនួន23កន្លែងដែលបានបោះទុននិងវិនិយោគប្រមាណជាង$75 លានសហរដ្ឋអាមេរិកហើយអាចផ្ដល់ឱកាសការងារជូនបងប្អូនប្រជាពលរដ្ឋសរុបដល់ទៅ 15000 កន្លែងការកើនឡើងនៃរោងចក្រសហគ្រាសក្នុងខេត្តតាកែវយ៉ាងច្រើននេះបញ្ជាក់ឲ្យឃើញពីសក្តានុពលរីកចម្រើននៃវិស័យឧស្សាហកម្មនៅខេត្តតាកែវនិងតម្រូវការកើនឡើងឥតឈប់ឈរចំពោះកម្លាំងពលកម្ម